ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំមានបាយស្រូបសាច់ជ្រូកខហើយចំពោះបាយស្រូបសាច់ខរបស់នាងខ្ញុំនេះបងប្អូនមើលមកឃើញថាតំណងគួរឲ្យចង់ញ៉ាំអត់ចាតំណងញ៉ាំហើយក៏មានរសជាតិឆ្ងាញ់ផងដែរឲ្យតែថាចាប់ផ្ដើមនិយាយគឺចាប់ផ្ដើមអួតពីស្នាដៃរបស់ខ្លួនឯងហើយចាអូខេហើយចំពោះសាច់ខរបស់នាងខ្ញុំនេះគឺថាមានក្លិនឈ្ងុយដូចដាក់ខ្ទិះដូងអញ្ចឹងក៏ប៉ុន្តែអត់បានដាក់ខ្ទិះដូងទេបើសិនបើជាបងប្អូនចង់ដឹងពីរបៀបខសាច់ជ្រូករបស់នាងខ្ញុំបែបណានោះសូមបងប្អូនតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំខសាច់ជ្រូក3ជាន់លាយជាមួយនឹងហ៊ុនជ្រូកលាយជាមួយនឹងពងទាលាយជាមួយនឹងស្បែកជ្រូកលាយជាមួយឈាមជ្រូកហើយនឹងតើក័រចៀនចាបើនិយាយពីសាច់វិញឡើង4-5មុខតែម្ដងឥឡូវនេះក៏នាងខ្ញុំបានដាក់គ្រឿងផ្សំចូលទៅក្នុងសាច់ហើយគ្រឿងផ្សំនោះមានដូចជាទឹកម្ទេសទឹកប្រេងខ្យងទឹកស្អៀវហើយក៏មានជាមួយនឹងម្សៅម្ទេសកូរ៉េមានម្សៅស៊ុបមានប៊ីចេងមានអំបិលហើយនិងម្រេចម៉ដ្ឋដាក់គ្រឿងផ្សំចូលទៅគឺច្របល់ចាឲ្យបានគ្រឿងផ្សំនឹងចូលសព្វជាមួយនឹងសាច់ហើយចំពោះការច្របល់សាច់ជាមួយនឹងគ្រឿងផ្សំនេះក៏នាងខ្ញុំប្រើដៃទទេដែរអត់មានពាក់ជាមួយនឹងស្រោមដៃទេដោយសារថានាងខ្ញុំគិតថាសាច់នេះតម្រុំតែយកទៅខក៏វាងាប់មានរោគឡើងខ្ទេចម៉ត់ហើយបងប្អូនហើយមួយវិញទៀតក៏នាងខ្ញុំកាត់បន្ថយជាមួយនឹងការប្រើស្រោមដៃផ្លាស្ទិកដោយសារថានាងខ្ញុំទិញស្រោមដៃលើក្រៅនេះក៏ចាវាមានបញ្ហាវានិយាយទៅគឺអត់ស្អាតទេណាបងប្អូនចាគឺសូមនិយាយតែខ្លីតែប៉ុណ្្នឹងហើយចំពោះបង្គានេះក៏នាងខ្ញុំស្ងោរចំនួន5នាទីបន្ទាប់ពីទឹកពុះចាទឹកពុះទៅក៏នាងខ្ញុំដាក់បង្គាចំនួន5នាទីក៏ស្រង់ចេញហើយក៏បកសម្បកឲ្យបានស្អាតឥឡូវនេះក៏នាងខ្ញុំមកបំពងខ្ទឹមឲ្យបានឈ្ងុយបន្ទាប់ពីខ្ទឹមសបានឈ្ងុយហើយក៏ដាក់ជាមួយនឹងស្ករត្នោតចូលទៅរំលីងឲ្យបានឡើងពណ៌ជើងក្រងបន្ទាប់ពីកូរច្របល់ស្ករត្នោតបានឡើងឈ្ងុយហើយក៏ដាក់បន្ថែមជាមួយនឹងទឹកត្រីចាដាក់ទឹកត្រីចូលទៅរួចរាល់ហើយកូរច្របល់បានសព្វហើយក៏ដាក់សាច់ចូលទៅតែម្ដងចាសាច់នោះក៏មានជាមួយនឹងសាច់ជ្រូក3ជាន់មានហ៊ុនជ្រូកហើយនិងស្បែកជ្រូកបន្ទាប់ពីបានដាក់សាច់ចូលទៅរួចរាល់ហើយក៏បន្ថែមជាមួយនឹងទឹកដោះគោខ្ទិះចំពោះនាងខ្ញុំពេលដែលខដាក់ជាមួយនឹងទឹកដោះគោខ្ទិះគឺមានអារម្មណ៍ថាឆ្ងាញ់ជាងដាក់ភេសជ្ជៈផ្សេងកន្លងមកគឺធ្លាប់ខដាក់ភេសជ្ជៈសឹងតែគ្រប់មុខហើយបងប្អូនក៏ប៉ុន្តែបើនិយាយពីរសជាតិឆ្ងាញ់វិញពេលដែលខដាក់ជាមួយនឹងទឹកដោះគោខ្ទិះគឺជាតិឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរៀបរាល់អស់ហើយក៏បិទកម្របរងាត់រហូតដល់សាច់របស់យើងនេះបានផុយល្មមបន្ទាប់ពីសាច់បានផុយល្មមហើយក៏ដាក់បន្ថែមជាមួយនឹងឈាមជ្រូកហើយនឹងតើក័រចៀនចំពោះខរបស់នាងខ្ញុំមួយឆ្នាំងនេះក៏អាចតម្រូវចិត្តមនុស្សបានគ្នាច្រើនដែរបងប្អូនដោយសារថាមួយឆ្នាំងនេះមានទាំងសាច់ជ្រូក3ជាន់មានស្បែកជ្រូកមានហ៊ុនជ្រូកមានពងទាខទាំងពងទាខស្រួយហើយនិងពងទាជាប់ភ្នៅមានជាមួយនឹងឈាមជ្រូកហើយតើក័រនិយាយទៅគឺតម្រូវបានច្រើនអូខេហើយចំពោះខរបស់នាងខ្ញុំនេះបើសិនជានិយាយសាច់ឆ្អិនទូទៅនោះគឺឆ្អិនហើយក៏ប៉ុន្តែក៏នាងខ្ញុំនៅចង់ញ៉ាំពងទាខបែបជាប់ភ្នៅអញ្ចឹងជាចុងក្រោយក៏បន្ថែមនៅពងទា4គ្រាប់គឺយកខបែបជាប់ភ្នៅតែម្ដងចាបន្ទាប់ពីបានដាក់ពងទា4គ្រាប់ចូលទៅរួចរាល់ហើយ